រយៈនេះផ្ទះលក់អត់សូវដាច់សោះអតិថិជនក៏តិចទៀតបើនៅតែអញ្ចឹងគម្រោងថ្មីនឹងមានតែផ្អាកអីអាឡូចាមេខែហ្នឹងអ្នកទិញធ្លាក់ចុះខ្លាំងណាស់ហាតែធ្លាក់ចុះខ្លាំងម៉េចខ្ញុំមិនដឹងដែរបើហែមកពីអត្រាការប្រាក់ឡើងកម្រិតខ្ពស់តែដងទើបធ្វើឲ្យប្រជាជនលែងហ៊ានខ្ចីលុយពីធនាគារដើម្បីទិញលំនៅឋាននៅបរិយាផ្ទះយើងណាបើគ្មានអ្នកទិញអញ្ចឹងការចាប់ដំគម្រោងថ្មីនឹងមានតែផ្អាកអីបរិយាយើងប្រហែលជាគាំងស្ទះហើយជួបនឹងវិបត្តិទៀតនៅពេលដែលអត្រាការប្រាក់កើនឡើងការខ្ចីប្រាក់ក៏កាន់តែពិបាកប្រជាជនជាច្រើនចាប់ផ្ដើមស្ទាក់ស្ទើរក្នុងការទិញផ្ទះពិសីគ្នាក៏យូរទៅដូចចង់ទិញផ្ទះខ្លួនឯងមួយហើយមិនថាតែឯងទេគ្នាក៏ចង់ទិញដែរគាត់ថារឿងឆៃធនាគារនោះឥឡូវរៀងបានតិចព្រោះថាការប្រាក់បងមនុស្សណាឥឡូវឡើងខ្ពស់ខ្លាំងណាស់ណាហើយគ្នានឹងចង់ទិញផ្ទះនៅជាមួយគ្រួសារមួយចង់ណាតែបើសិនជាទៅខ្ចីធនាគារអត្រាការប្រាក់ខ្ពស់ពេកអញ្ចឹងទៅធ្វើឲ្យយើងនឹងពិបាកក្នុងការខ្ចីទៅនោះគ្នាគាត់ថាយើងគួរតែចាំមើលតិចទៀតសិនណាខែលោកអត្រាការប្រាក់វាធ្លាក់ចុះវិញចឹងបើនៅតែពួកបែបហ្នឹងពិបាកក្នុងការខ្ចីធនាគារអូមែនតាគំនិតរបស់ឯងល្អតាឥឡូវពួកយើងចាំមើលសិនណាខែលោកយើងបានទិញផ្ទះជុំគ្នាអីចឹងហើយយើងនៅចិត្តគ្នាឥឡូវយើងចាំមើលសិនណាដោយសារតែបញ្ហានេះធនាគារជាតិនៃកម្ពុជាបានរៀបចំកិច្ចប្រជុំបន្ទាន់មួយជំរាបសួរលោកស្រីប្រធានខ្ញុំនឹងធ្វើបទបង្ហាញអំពីអត្រាការប្រាក់និងការសាងសង់លំនៅឋានយោងតាមការទិន្នន័យថ្មីនេះអត្រាការប្រាក់មានកម្រិតឡើងខ្ពស់យើងសង្កេតឃើញថាប្រជាពលរដ្ឋមួយចំនួនមិនហ៊ានខ្ចីប្រាក់ពីធនាគារសម្រាប់ទិញលំនៅឋាននាពេលជាមួយគ្នានេះតម្រូវការទិញផ្ទះក៏មានភាពថយចុះនិងកម្រងសំណងថ្មីក៏មានសញ្ញាធ្លាក់ចុះផងដែរបើស្ថានភាពនៅតែបន្តបែបនេះការខ្ចីប្រាក់សម្រាប់ទិញលំនៅឋានទាំងមូលនឹងបន្តថយចុះហើយវាក៏អាចប៉ះពាល់ទៅដល់លំនៅឋានទាំងមូលផងដែរដូច្នេះហើយយើងត្រូវត្រួតពិនិត្យឡើងវិញទៅលើការបង្កើនសាច់ប្រាក់ឲ្យងាយស្រួលទៅក្នុងប្រព័ន្ធធនាគារដើម្បីជួយឲ្យប្រជាពលរដ្ឋយើងមានលទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាននិងជំរុញឲ្យអត្រាការប្រាក់កម្ចីធ្លាក់ក្នុងកម្រិតមួយដែលយើងអាចទទួលយកបានខណៈដែលយើងនៅតែរក្សាស្ថិរភាពហិរញ្ញវត្ថុធនាគាររបស់ពួកយើងនៅតែអញ្ចឹងណាចាលោកស្រីប្រធានយើងនឹងតាមដានស្ថានភាពទីផ្សារនិងការវិនិច្ឆ័យតម្លៃផលប៉ះពាល់ផងដែរពីព្រោះហេតុនេះហើយការផ្លាស់ប្ដូរតូចមួយនៅក្នុងវិស័យហិរញ្ញវត្ថុហ្នឹងអាចប៉ះពាល់ទៅដល់ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋនិងសេដ្ឋកិច្ចជាតិទាំងមូលហើយយើងក៏ត្រូវធ្វើសកម្មភាពឲ្យបានកាន់តែឆាប់រហ័សដើម្បីឲ្យបញ្ហាហ្នឹងកុំឲ្យធ្ងន់ធ្ងរតទៅទៀតជំរាបសួរលោកស្រីនិងអ្នកនាងកញ្ញាទាំងអស់គ្នាព័ត៌មានថ្មីនេះបានបង្ហាញថាសកម្មភាពក្នុងវិស័យលំនៅឋាននិងអចលនទ្រព្យនៅប្រទេសកម្ពុជាកំពុងតែបង្ហាញសញ្ញាធ្លាក់ចុះស្របពេលដែលប្រជាពលរដ្ឋមួយចំនួនមានការប្រុងប្រយ័ត្នកាន់តែខ្លាំងនៅក្នុងការខ្ចីប្រាក់អ្នកជំនាញក៏បានលើកឡើងដែរថាការផ្លាស់ប្ដូរនៃអត្រាការប្រាក់លក្ខខណ្ឌឥណទាននិងស្ថានភាពសេដ្ឋកិច្ចអាចប៉ះពាល់ដល់ការសម្រេចចិត្តក្នុងការទិញលំនៅឋានស្របពេលជាមួយគ្នានេះធនាគារជាតិនៃកម្ពុជាបន្តតាមដានស្ថានភាពទីផ្សារនិងរក្សាស្ថិរភាពក្នុងប្រព័ន្ធហិរញ្ញវត្ថុជានិច្ចពិសីមានឃើញព័ត៌មានអត់ព័ត៌មានគេឥឡូវនេះម៉ែគេកំពុងថ្លាការប្រាក់គេមែនមែនតាឥឡូវយើងសាកទៅសួរធនាគារសិនហីឥឡូវទៅធនាគារសិលតាចង់តលឿនអ
vậy bỏ chị sao con một căn thì người kia ấy thì là nếu bông có cho sớm mất Chào con. chẳng Tết này đi bông mình tầm một trong xua vì sẽ bà cam một bảy đá Nhưng cho số bây giờ con là tiên tinh tiền. បច្ចុប្បន្ននេះនៅបងប្រហែលដឹងស្រាប់ទេថានៅទីសង្កេតថាមានលក្ខខណ្ឌគ្រួសារចំនួនហើយអត្រាការប្រាក់ក៏ចាប់តាំងពីប្រហែល8%ក្នុងមួយឆ្នាំផងដែរដូច្នេះប្រជាពលរដ្ឋអាចមានលទ្ធភាពងាយស្រួលជាងមុនក្នុងការរៀបចំផែនការទិញផ្ទះ អញ្ចឹងការបងរំលោះជាប្រចាំខែប្រហែលជាងាយស្រួលជាងមុនណាបង ចាបងដោយសារការប្រាក់ធ្លាក់ចុះការបង់រំលោះប្រចាំខែមានការទាបជាងមុនជាឧទាហរណ៍បើបងខ្ចី80លានរៀលក្នុងរយៈពេល15ឆ្នាំជាមួយអត្រាការប្រាក់8%ការបង់រំលោះប្រចាំខែអាចនៅសល់ប្រហែលជា76ទៅ80ម៉ឺនរៀលប៉ុណ្ណោះ អូបើបែបហ្នឹងពួកខ្ញុំប្រហែលជាមានទំនុកចិត្តក្នុងការទិញផ្ទះវិញហី បើបងចង់ខ្ញុំអាចណែនាំពីកញ្ចប់ដែលសមនឹងចំណូលរបស់ពួកបងបាន អញ្ចឹងពួកខ្ញុំដាក់ស្នើកម្ចីការប្រាក់ពីក្រុមហ៊ុនបងណាខ្ញុំទុកចិត្តក្រុមហ៊ុនបងហើយកុំធ្វើឲ្យខ្ញុំខកចិត្តលុយនៅ ចាបងចាំខ្ញុំរៀបចំឯកសារជូនឲ្យបង ចាអរគុណច្រើនណាស់បងចាជម្រាបលាបង 妹，带着舅妈瞧他们。哎给，慢慢。 A few minutes later. เอาบอสตาบงใส่แต่งปี កម្រងដែលពួកយើងបានបាក់កាលពីមុនណាឥឡូវពួកយើងអាចសាងសង់ឡើងវិញបានទេម៉ែយើងគាត់តែមានកម្រងថ្មីដើម្បីការអតិថិជនណាមែនតើនៅពេលដែលអត្រាការប្រាក់ធ្លាក់ចុះតម្រូវការក៏កើនឡើងអញ្ចឹងក្រុមហ៊ុនយើងអាចចាត់ដោះសាងសង់ប្រមូលថ្មីៗថែមទៀតអូម៉ែយើងឃើញជាអ្នកមានហើយ ពេលនេះខ្ញុំដឹងហើយថាការទិញផ្ទះមិនត្រឹមតែត្រូវការលុយប៉ុណ្ណោះទេប៉ុន្តែក៏ត្រូវការឱកាសនិងលទ្ធភាពផងដែរនៅពេលដែលអត្រាការប្រាក់មានភាពងាយស្រួលជាងមុនមនុស្សមួយចំនួនក៏អាចមានទំនុកចិត្តនៅក្នុងការចាប់ផ្ដើមក្តីស្រមៃរបស់ខ្លួនឯងដែរ ហើយនៅពេលតម្រូវការលំនៅឋានកើនឡើងវាក៏អាចជួយជំរុញឲ្យមានការចាប់ផ្ដើមសាងសង់គម្រោងថ្មីៗផងដែរប៉ុន្តែការសាងសង់មិនអាស្រ័យទៅលើតែអត្រាការប្រាក់តែមួយប៉ុណ្ណោះស្ថានភាពសេដ្ឋកិច្ចចំណូលនិងទំនុកចិត្តរបស់ប្រជាជនក៏មានឥទ្ធិពលផងដែរ ដូច្នេះអត្រាការប្រាក់អាចជាសូចនាករដ៏សំខាន់មួយប៉ុន្តែវាមិនមែនជាកត្តាតែមួយទេដែលធ្វើឲ្យមានការចាប់ផ្ដើមសាងសង់លំនៅឋាននៅប្រទេសកម្ពុជា